មសាមគ្គីយកជីវិតកូន7នាក់និងចៅ20នាក់មកស្បត់និងបដិសេធចំពោះមុខប្រជាពលរដ្ឋថាមិនដែលទទួលយកប្រាក់1.5 លានរៀលជាថ្នូរនឹងការផ្ដល់ផ្ទះជនភៀសសឹកឡើយលោកជាសយមេភូមិសាមគ្គីបានស្បត់បដិសេធចំពោះមុខប្រជាពលរដ្ឋទូទាំងភូមិថាលោកមិនដែលទទួលបានប្រាក់ចំនួន1.5 លានរៀលពីប្រជាពលរដ្ឋណាម្នាក់ជាថ្នូរនឹងការផ្ដល់ផ្ទះសម្រាប់ជនភៀសសឹកដោយការចោទប្រកាន់ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះឡើយការចេញមកស្បត់របស់មេភូមិធ្វើឡើងក្រោយពីមានការចោទប្រកាន់ថាលោកមេភូមិរូបនោះទារប្រាក់ចំនួន1.5 លានរៀលពីប្រជាពលរដ្ឋណាម្នាក់ជាថ្នូរនឹងការផ្ដល់ផ្ទះសម្រាប់ជនភៀសសឹកការបញ្ជាក់នេះបានធ្វើឡើងនៅថ្ងៃទី15ខែកក្កដាឆ្នាំ2026នៅស្នាក់ការភូមិសាមគ្គីស្ថិតនៅក្នុងភូមិរងចាំឃុំស្លកក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីឯកឧត្តមគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាព្រមទាំងលោកឃ្លុកនួយអភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តនិងក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋានឯកឧត្តមគុណគីមបានមានប្រសាសន៍ថាការជួបជុំលើកនេះគឺដើម្បីបំភ្លឺការពិតជុំវិញព័ត៌មានដែលបានចោទប្រកាន់ថាលោកជាសយបានទទួលប្រាក់ពីប្តីប្រពន្ធជាជនពិការចំនួន1.5 លានរៀលជាថ្នូរនឹងការផ្ដល់ផ្ទះមួយខ្នងឯកឧត្តមបានស្នើឲ្យមេភូមិបកស្រាយដោយតម្លាភាពដើម្បីឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ថាតើព័ត៌មាននោះពិតឬមិនពិតជាការឆ្លើយតបលោកជាសយបានបញ្ជាក់ថាលោកមិនដែលទទួលប្រាក់ពីប្រជាពលរដ្ឋណាម្នាក់ឡើយលោកអះអាងថាអ្វីដែលលោកបាននិយាយជាមួយប្រជាពលរដ្ឋដែលទៅត្រឡប់មកពីប្រទេសថៃគឺគ្រាន់តែបញ្ជាក់ថាទោះបីមានប្រាក់1 លានរៀលឬ1.5 លានរៀលក៏លោកមិនអាចផ្ដល់ផ្ទះឲ្យបានដែរព្រោះលោកគ្មានសិទ្ធិសម្រេចចែកផ្ទះជូនប្រជាពលរដ្ឋឡើយលោកបន្តថាតួនាទីរបស់មេភូមិគឺគ្រាន់តែទទួលពាក្យស្នើសុំប្រមូលព័ត៌មាននិងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើដើម្បីពិនិត្យនិងវិភាគតម្លៃលក្ខខណ្ឌជាក់ស្ដែងមុនសម្រាប់ផ្ដល់ផ្ទះជូនប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបាននៅចំពោះមុខប្រជាពលរដ្ឋលោកជាសយបានធ្វើស្បត់យ៉ាងម៉ឺងម៉ាត់ថាខ្ញុំមានកូន7នាក់និងចៅជាង20នាក់ប្រសិនបើខ្ញុំធ្លាប់ទទួលប្រាក់1 លានរៀលឬ1.5 លានរៀលពីប្រជាពលរដ្ឋណាម្នាក់ជាថ្នូរនឹងការផ្ដល់ផ្ទះមួយខ្នងសូមឲ្យរន្ទះបាញ់ទាំងពូជតែម្ដងលោកបានបញ្ជាក់ទៀតថាផ្ទះសម្រាប់ជនភៀសសឹកនៅភូមិរងចាំមិនស្ថិតក្រោមសិទ្ធិរបស់មេភូមិក្នុងការបែងចែកឡើយដោយការផ្ដល់ផ្ទះត្រូវអនុវត្តតាមនីតិវិធីនិងការសម្រេចពីថ្នាក់លើប៉ុណ្ណោះឯកឧត្តមគុណគីមបានថ្លែងថាប្រជាពលរដ្ឋនៅភូមិសាមគ្គីស្គាល់ច្បាស់ពីអត្តចរិតនិងការងាររបស់មេភូមិរបស់ខ្លួនក្រោយពីស្ដាប់ការបកស្រាយនិងស្បត់របស់លោកជាសយប្រជាពលរដ្ឋបានបញ្ជាក់ថាព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមគឺមិនឆ្លុះបញ្ចាំងការពិតនិងជាការចោទប្រកាន់ដែលប៉ះពាល់ដល់កិត្តិយសរបស់មេភូមិឯកឧត្តមក៏បានរំលឹកផងដែរថាក្នុងអំឡុងពេលមានចំនួនតាមព្រំដែនកម្ពុជាថៃកងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់និងការវាយប្រហារពីលើអាកាសបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់និងរងរបួសជាច្រើនពលរដ្ឋជាច្រើនត្រូវបានជម្លៀសចេញពីលំនៅឋានខណៈលំនៅឋានក្នុងភូមិចំនួន6ត្រូវបានហុំព័ទ្ធដោយលក់បន្លានិងកុងតឺន័ររួមមាន2ភូមិក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅនិង4ភូមិក្នុងឃុំកោករមៀតស្រុកថ្មពោះឯកឧត្តមគុណគីមបានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសាងសង់លំនៅឋានបណ្ដោះអាសន្នសរុប3318ខ្នងហើយបច្ចុប្បន្នមានប្រជាពលរដ្ឋជាង3000គ្រួសារបានចូលរស់នៅដោយមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួមមានភ្លើងអគ្គិសនីទឹកស្អាតសាលារៀននិងផ្សារដើម្បីធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ភូមិរងចាំ